រឿងខ្វះការពិចារណាមានក្មេងប្រុសម្នាក់ឈ្មោះរដ្ឋាដែលគេរស់នៅក្នុងក្រុមគ្រួសារមួយមិនសូវជាធូរធារប៉ុន្មានទេរដ្ឋាជាសិស្សរៀននៅវិទ្យាល័យថ្នាក់ទី12ដែលជាឆ្នាំគេត្រូវប្រឡងមក10ទៀតផងជារៀងរាល់ព្រឹករដ្ឋាគេតែងតែធ្វើដំណើរទៅសាលាដោយថ្មើរជើងជួនកាលទៀតគេធ្វើដំណើរដោយម៉ូតូចាស់របស់ឪពុកគេរដ្ឋាល្ងាចនេះឯងទំនេរអត់វៃអូគ្នាទំនេរតាហើយពួកឯងមានការអីមែនគឺពួកយើងចង់បបួលឯងទៅលេងបានណាទេគ្នាមិនទៅទេល្ងាចនេះត្រូវរៀនគួរផងណាមួយចិត្តប្រឡងឆមេទៀតអើយឯងនេះគិតតែពីរៀនមិនគិតលេងខ្លះទេយើងមិនមែនទៅលេងម៉ោងរៀនឯណាចាំបងទៅនេចាំពួកយើងនាំគ្នាទៅប៉ុន្តែណែតែស្គាល់អីវៃត្រាឯងកក់រួចហើយល្ងាចនេះនាំគ្នាទៅចឹងក៏អញ្ចឹងទៅចឹងល្ងាចចាំជួបគ្នាណាបន្ទាប់ពីនិយាយគ្នារួចក៏នាំគ្នាទៅលេងបាល់ទះកណ្ដាលភ្លៀងដោយមិនខ្លាចផ្គរលាន់នៅរន្ទះបាញ់ផងផាំងនោះឡើយលេងបាល់កណ្ដាលភ្លៀងហត់ចំយ៉ាយវៃអីចុះពីណាថាលេងបាល់វាមិនហត់តែលេងទៅវាហត់ដែរវៃពួកឯងគិតតែរឿងបាល់ប្រឡងជិះមកដល់ហើយកុំគិតរៀនប្រយ័ត្នតែប្រឡងធ្លាក់ទាំងអស់គ្នាខ្មាស់គេទៅអីកុំនិយាយរឿងរៀនឯងនិយាយមិនចូលទេវៃចាប់ពីមិនបានមែនហ្នឹងមិនដឹងជាខំទៅស្អីទេវៃណែប៉ាយើងមានស្រាប់ឯងមិនសូវជាភ័យហ្មងទេប្រឡងចប់ឡើងកាន់ការងារជាដួលប៉ាយើងមិនចាំបាច់ហត់មែនហ្នឹងនិយាយពីណាគេខលមកអាឡូអាដាគេខលមកហ្នឹងអលបងទេអីការងារខ្ញុំបានធ្វើជូនលបងរួចរាល់ហើយតាបាទមិនអីទេលបងវ៉ាវស្អាតណាស់ David ឯងប្រើទូរស័ព្ទមកឯហ្នឹងមើលទៅស្អាតដល់ហើយវ៉ៃឯងប្រើ16 Pro ហ្នឹងណាមិនដែរស្អាតអត់វ៉ៃស្អាតគ្នាចង់ដូចពួកឯងណាបានប្រើរបស់ brand មានលុយចាយពេញដៃមានន័យតែពិបាកមកធ្វើការជាមួយគ្នាមកបានលុយច្រើនណាហើយជាការងារអីគឺជាការងារជាអ្នកដឹកជញ្ជូនអីវ៉ាន់ហ្នឹងណាល្អដែរមានអីមិនល្អមួយថ្ងៃចេះអីវ៉ាន់តែម្ដងទេស្រួលអញ្ចឹងឲ្យបានលុយច្រើនទៀតស្រួលអញ្ចឹងផងហើយដឹកអីវ៉ាន់អីទៅមួយថ្ងៃចេញតែមួយជើងបែបនេះកុំទៅគិតដឹងតែជាការងារជាអ្នកដឹកជញ្ជូនអីវ៉ាន់ទៅបានហើយតែយើងគ្មានម៉ូតូសម្រាប់ជិះទេហើយជុំមានអីទៅពិបាកការងាររបស់ឯងគឺស្រួលជាងគេហើយចេញមួយថ្ងៃតែមួយជើងទេហើយត្រូវជញ្ជូនអីវ៉ាន់ទៅពីទីតាំងទៅកំពង់ផែចលងទូកហើយនៅស្ថានីយ៍រថភ្លើងណាត្រូវហើយជីតឡានក្រុងក៏ឯងទៅបានដែរបើអញ្ចឹងឯងគិតមើលសិនដែលគិតធ្វើអីទៀតការងារក៏ស្រួលចាំឯងទៅសុំតកាយយើងឲ្យដាក់ភ្លាមដល់ជាប់ភ្លាមហ្មងបើអញ្ចឹងបានចូលធ្វើនៅពេលណាគឺថ្ងៃស្អែកហ្នឹងហើយយើងសុំថ្ងៃហ្នឹងដឹងឲ្យបានស្អែកហើយបោករបស់កាច់ស្អីឯងគឺយើងនិយាយជាការពិតណាអញ្ចឹងឯងទៅផ្ទះមុនហើយណាគ្នាក៏ទៅដែរបន្ទាប់ពីថ្ងៃនោះមករដ្ឋាបានទទួលការងារនេះជាប្រចាំដែលទទួលបានប្រាក់កម្រៃច្រើនគួរសមដែរតែគេមិនដឹងទេថារាល់ថ្ងៃគេដឹកអីវ៉ាន់អ្វីឲ្យនរណាគេដឹងត្រឹមតែដឹកអីវ៉ាន់ទៅដាក់តាមគោលដៅដែលគេត្រូវទៅថ្ងៃមួយប៉ូលីសបានដាក់ការស៊ើបអង្កេតពាក់ព័ន្ធនឹងគ្រឿងញៀនដែលទីតាំងប៉ូលីសសង្ស័យកំពុងតែតាមដានគឺនៅកំពង់ផែចលងទូកនិងនៅជិតស្ថានីយ៍រថភ្លើងរដ្ឋាគេមិនដឹងទេថាប៉ូលីសកំពុងតែតាមដានមើលសកម្មភាពរបស់គេលបងអេវ៉ាន់បានមកដល់ហើយសួស្ដីបាទអេវ៉ាន់បានមកដល់ហើយបាទល្អណាស់ធ្វើការបានល្អមាននរណាមកតាមទេនោះអត់មានទេបាទលោកមានបញ្ហាអីមែនគ្មានអីទេហត់នេះលុយយកលុយនេះហើយក៏ប្រញាប់ទៅបាទលីហើយលោកលោកបេបជីកាយើងមានមុខសញ្ញាថ្មីមួយទៀតគឺនៅកំពង់ផែចលងទូកយើងដាក់ការសង្ស័យនៅទីនោះមានការជួញដូរគ្រឿងញៀនរាល់ថ្ងៃទៀតជួញដូររាល់ថ្ងៃអញ្ចឹងហ៎ហើយដើម្បីបានជាពួកគេធ្វើការបានល្អម្លេះដោយពួកយើងមិនបានដឹងតើមានមុខសញ្ញាថ្មីអ្វីដែលគួរឲ្យសង្ស័យទៀតទេបៀលលោកបៀលក្មេងប្រុសចំទង់ប្រហែល18-19ឆ្នាំជាអ្នកដឹកជញ្ជូនអីវ៉ាន់នៅទីនោះជារាល់ថ្ងៃពេលល្ងាចទៀតខ្ញុំយល់ហើយអ្វីដែរទៀត
គ្មានអីទេស្ដាប់តាមបញ្ជាខ្ញុំពង្រឹងការស៊ើបអង្កេតបន្ថែមដោយមិនឲ្យពួកវាដឹងខ្លួនឡើយយើងត្រូវតែចាប់ពួកវាអស់បាទទៀតទៅធ្វើការលោកចុះថ្ងៃបន្ទាប់ប៉ូលីសបានចុះបង្ក្រាបការជួញដូរគ្រឿងញៀនដល់ទីតាំងតែម្ដងក្នុងហេតុការណ៍នោះក៏មានរដ្ឋាភិបាលផងដែរប៉ូលីសបានលាក់ពួនមើលសកម្មភាពនិងរងចាំអាការល្អនឹងទៅបង្ក្រាបទាំងអស់មិនឲ្យដឹងខ្លួនឡើយសួស្ដីបាទអេវ៉ាន់បានមកដល់ហើយបាទមានប៉ូលីសឆាប់រត់ឆាប់ជប់ភ្លាមគំរត់ឈប់សែបឆាប់នងក្មេងនេះទៅបាទទៀតរដ្ឋាត្រូវបានបង្គាប់ឲ្យឃុំខ្លួនរយៈពេល2ឆ្នាំចាប់ពីថ្ងៃដែលគេត្រូវបញ្ជូនចូលពន្ធនាគារដោយសារតែបទល្មើសជួញដូរគ្រឿងញៀនចាប់